លោកអ្នកកំពុងតាមដានស្ដាប់សំនៀងក្មេងវត្តស្នូររលកបោកផ្ទប់ជើងសសរផ្ទះឈើសង់រាប់តាមមាត់ទន្លេខណៈដែលកម្ពស់ទឹកកំពុងសម្រុកឡើងស្រើតទាំងកណ្ដាលយប់ងងឹតឈឹងលេចអស់ទាំងផ្លូវលំច្បាស់ដំណាំរាប់ចំហៀងដីក្បែរមាត់ច្រាំងសម្លឹងមើលទៅឯក្នុងផ្ទះឈើប្រក់សង្កសីមួយខ្នងក្បែរគុំឫស្សីឯនោះវិញឃើញតែពន្លឺផ្លុងជះចេញមកតាមបង្អួចនៅខាងក្នុងឮសូរតែមាត់មនុស្សចាស់ក្មេងជជែកពិភាក្សាគ្នាឡើងប្រហឹងអង្គុយជុំវិញគ្រែដែលនៅខាងលើនោះគឺជាមនុស្សស្រីវ័យក្រមុំម្នាក់មានរូបរាងកាយស្គាំងស្គមសល់តែស្បែកដណ្ដប់ឆ្អឹងមិនដឹងថាកើតជំងឺអ្វីទេនៅសុកក៏ស្រាប់តែធ្លាក់ខ្លួនឈឺដោយមិនដឹងហេតុមិនដល់មួយអាទិត្យផងស្រាប់តែស្រក់សាច់ដូចជាគេហូតក្នុងចំណោមមនុស្សចាស់ទុំទាំងនោះក៏មានលោកយាយម្នាក់ផងដែរដែលស្លៀកពាក់ខុសគេខុសឯងគាត់ឈ្មោះយាយខនគឺជាគ្រូបូលកំបិតបន្ទោះនៅក្នុងភូមិដែលគេបានអញ្ជើញមកគាត់កំពុងតែរៀបចំពិធីបើកផ្លូវសួរទៅកាន់ម្ចាស់ទឹកម្ចាស់ដីព្រោះគេសង្ស័យថាអ្នកដែលបានឈឺនោះទំនងជាបានធ្វើខុសអ្វីមួយហើយដំណើរពេលគ្នាអ្នកភូមិគ្រប់គ្នាក៏ស្ងាត់មកឈឹងរងចាំមើលយាយខនគាត់កំពុងតែអង្គុយនៅចុងជើងអ្នកជំងឺចាប់បញ្ឈរកំបិតបន្ទោះលើចានបណ្ដាសួរទៅកាន់ម្ចាស់ទឹកម្ចាស់ដីបណ្ដាជាច្រើនសំណួរហើយកំបិតនោះក៏វាចេះតែដួលម្ដងហើយម្ដងទៀតលុះតែដល់សំណួរមួយដែលគាត់បានសួរថាលោកតាលោកយាយម្ចាស់ទឹកម្ចាស់ដីអស់អារុកអរិយអ្នកងារព្រីតូចព្រីធំខ្មោចក្រមុំព្រីក្បាល8តើកូនចៅបានមានទង្វើខុសឆ្គងខុសមេខុសបាអ្វីឬទេសូមលោកបង្ហាញផ្លូវផងចុះនិយាយចប់ភ្លាមគាត់ក៏ដកដៃចេញស្រាប់តែកបិតបន្ទោះនោះឈរនឹងថ្កល់លើអង្គរ3គ្រាប់នៅក្នុងចានសន្តានដូច្នេះគឺអាចសន្មត់បានថាពិតជាខុសមេបាពិតមែនគេក៏ចាប់សួរបន្តទៀតនឹងធ្វើតាមរបៀបដដែលដល់តែរកឃើញមនុស្សប្រុសម្នាក់វ័យ25ឆ្នាំដែលត្រូវជាបងប្អូនជីដូនមួយរបស់អ្នកជំងឺពេលនេះគាត់កំពុងធ្វើការរោងចក្រនៅឯទីក្រុងឯណោះអ្នកផ្ទះក៏បានតាក់ទងទៅសួរនាំគាត់ភ្លាមរហូតបានដឹងថាគាត់បានរស់នៅស្រឡាញ់គ្នាជាមួយស្រីម្នាក់ដែលធ្វើការជាមួយគ្នាស្នាក់នៅរួមរស់បន្ទប់ជុំគ្នាដោយពុំបានរៀបការឬរៀបចំពិធីដែលចាស់និយមហៅថាសែនផ្ដាច់ខ្មោចនោះនៅឡើយទេម្ដាយមីងរបស់អ្នកជំងឺក៏បានហៅគាត់រួមទាំងសង្សាររបស់គាត់ឲ្យនាំគ្នារៀបចំពិធីនៅឯស្រុកជាបន្ទាន់បុរសនោះក៏មិនបានបដិសេធដែរព្រោះតែគាត់ក៏បានដឹងដែរថាមនុស្សនៅក្នុងភូមិរបស់គាត់គឺប្រកាន់ភ្ជាប់ទំនៀមទម្លាប់ខ្លាំងតាំងតែពីដើមមកហើយគាត់សុំចាស់ថានឹងមកនៅថ្ងៃស្អែកនេះដោយឡែកមើលទៅឯមនុស្សស្រីដែលដេកឈឺនៅលើគ្រែឯនោះវិញអាការៈរបស់នាងហាក់ដូចជាមិនបានធូរស្រាលបន្តិចឡើយគ្រប់គ្នាក៏ពុំទាន់អាចធ្វើអ្វីបានត្រឹមតែដឹងថាមេបាកាច់ហើយគឺសំដៅលើវិញ្ញាណជីដូនជីតាញាតិកាទាំង7សន្តានដែលបានចែកឋានទៅលោកមិនពេញចិត្តនឹងទង្វើខុសឆ្គងរបស់កូនចៅរួចក៏ធ្វើទុកបុកម្នេញដល់នរណាម្នាក់នៅក្នុងខ្សែស្រឡាយគ្រួសារដែលមានរាសីទាបជាងគេដូចជាស្ដែងគឺជានារីដែលកំពុងដេកលើគ្រែនេះហើយនាងមិនបានដឹងអីតតែសោះតែសាច់ញាតិរបស់នាងគឺជាអ្នកប្រព្រឹត្តទង្វើទាំងនោះមួយរាត្រីបានកន្លងផុតទៅពន្លឺព្រះអាទិត្យរះផុសឡើងបំភ្លឺពីក្រោយផ្ទះខាងកើតបរិយាកាសនៅក្នុងភូមិនៅតែស្រងត់ស្រងាត់ដដែលកម្ពស់ទឹកទន្លេហាក់ដូចជាបានឡើងខ្ពស់ជាងមុនបន្តិចនៅតាមដងផ្លូវមកមានញឹកដូចសពដងអ្នកខ្លះឡើងទូចេញទៅរកត្រីអ្នកភូមិខ្លះទៀតនាំគ្នាដើរលុយទឹកមកមើលស្ថានភាពផ្ទះនាងតីដែលជាអ្នកជំងឺ
ដោយឡែកឯបងប្រុសជីដូនមួយរបស់នាងនិងសង្សាររបស់គាត់ក៏បានមកដល់ដូចគ្នាគាត់កំពុងតែចុះពីលើរថយន្តឈ្នួលនៅឯដីគោកនឹងដើរលួចទឹកយួរអីវ៉ាន់មកជួលមកកាន់ភូមិទឹកលិចដល់ត្រឹមជង្គង់ទៅហើយត្រឹមតែ2-3ថ្ងៃទៀតប្រហែលជាត្រូវបដូរធ្វើដំណើរដោយទូកម្ដងមិនខុសអីពីឆ្នាំមុនទេខណៈដែលបរិសនោះនាំសង្សាររបស់គាត់ចូលមកដល់ផ្ទះនាងតីចាស់គេក៏បានចាប់រៀបចំធ្វើពិធីសែនព្រេនភ្លាមតែម្ដងដោយមិនបង្អង់យូរយីខនបានរៀបចំគ្រឿងសក្ការៈដូចជាទៀនធូបនំចំណីផ្កាភ្ញីសំណែនជាមួយតាសួនម្នាក់ទៀតដែលជាអ្នកចេះដឹងនៅក្នុងភូមិគាត់កំពុងតែបាយបន់សុំខមាទោសនិងប្រកាសប្រាប់ថាអ្នកទាំងពីរដែលបានធ្វើកុសឆ្គងបានយកគ្នារួមរស់ជាប្តីប្រពន្ធហើយនិយាយរួចហើយគាត់ក៏ឲ្យគេលើកពេសំណែនដែលគេសែនសម្រាប់ខ្មោចយកទៅបណ្ដែតចោលក្បែរជើងសសរផ្ទះនិងរុញទៅទន្លេនៅក្នុងនោះឃើញមានបារីមលូស្លារបស់ចាស់ឆ្អាបដែលឃើញច្បាស់ជាងគេគឺមន់ឆ្កាងដាក់ដោតចំកណ្ដាលពេនិងបាយ7ពណ៌រៀបជាកណ្ដប់តូចលើស្លឹកចេកវាកំពុងតែអណ្ដែតទៅសន្សឹមបង្ហុយផ្សែងធូបទៅកាន់ផ្ទៃទន្លេចំពោះឯក្បាលជ្រូកមន់ស្ងោផ្លែឈើផ្សេងដាក់នៅកន្លែងផ្ទឹមលើផ្ទះដដែលអ្នកភូមិទាំងអស់គ្នាដែលបានអង្គុយជុំគ្នាដោយក្តីបារម្ភនិងសង្ឃឹមថាក្រោយបញ្ចប់ពិធីទៅនឹងអាចជួយសង្គ្រោះនាងតីឲ្យជានាដូចគេដូចឯងវិញប៉ុន្តែជាអកុសលខណៈដែលកំពុងរៀបចំពិធីនោះហើយនាងតីក៏បានដាច់ខ្យល់ស្លាប់ភ្លាមនៅលើគ្រែកណ្ដាលពិធីនឹងតែម្ដងសំឡេងទ្រហោយំបានបន្លឺឡើងពេញផ្ទះជាពិសេសម្ដាយឪពុករបស់នាងដែលឡែកឯបងប្រុសជីដូនមួយនាងវិញក៏មានអារម្មណ៍សោកស្ដាយជាខ្លាំងដែលពួកគាត់បានធ្វើខុសឆ្គងរហូតដល់តែប្អូនត្រូវខ្មោចមេបាកាច់យកទៅតន់ហន់បែបនេះការសែនព្រេនក៏បានឧបកិច្ចកាត់បញ្ចប់ទៅពិធីបុណ្យសពក៏ដំណើរទៅភ្លាមនៅក្នុងរសៀលល្ងាចថ្ងៃដដែលក្រោមខ្យល់ទន្លេបក់លហៀតុងក្រពើពណ៌សក៏បានបង្ហូរឡើងខ្ពស់នៅឯមាត់របងមេក្រូក៏ចងនៅឯចុងឫស្សីបន្លឺសំនៀងស្មូតប្រកាសប្រាប់ដំណឹងមរណភាពដល់អ្នកដែលរស់នៅក្នុងភូមិសពនាងតីត្រូវបានតម្កល់នៅកណ្ដាលផ្ទះដោយសារតែរងចាំបងប្អូនដែលរស់នៅស្រុកឆ្ងាយមកមើលមុខជាលើកចុងក្រោយតែការរងចាំបានអូសបន្លាយទៅដល់2ថ្ងៃទៅហើយរហូតរំលងធ្លាយមកដល់យប់កាន់តែជ្រៅទៅម៉ោងក៏ចេះតែរំកិលចិត្តដល់ពាក់កណ្ដាលអាទ្រាតែបងប្អូនរបស់នាងនៅតែមិនទាន់មកដល់ដោយសារតែពួកគាត់មានបញ្ហាបន្តិចបន្តួចចុងក្រោយក៏ប្រាប់ថាមិនបានមកទៅវិញតាសួនក៏បានប្រាប់គេឲ្យរៀបចំតាំងពីម៉ោង12ជាងធ្វើយ៉ាងណាគឺត្រូវដង្ហែឲ្យបាននៅថ្ងៃនេះតាមទំនៀមទម្លាប់តាំងតែពីដើមនៅក្នុងភូមិគឺក្នុងមួយសប្តាហ៍គេមានថ្ងៃដែលអាចបូជាបាននិងបូជាមិនបានពុំសូវជាខុសគ្នាពីតំបន់ផ្សេងទៀតឡើយហើយបើសពត្រូវទុកលើមួយយប់នេះទៀតដល់ថ្ងៃរះច្បាស់ជាចូលដល់ថ្ងៃថ្មីដែលបូជាមិនកើតគឺមានតែត្រូវរងចាំជាច្រើនថ្ងៃទើបអាចវិលដល់វេលាដែលអាចដង្ហែបានវិញដូច្នេះហើយសពវានឹងកាន់តែហើបរលួយមិនអាចតម្កល់លើផ្ទះបានទៀតទេទើបពួកគាត់សម្រេចចិត្តហែទៅទាំងយប់តែម្ដងខុសពីពេលខែទឹកស្រកដីគោគេអាចយកសពទៅកប់ឬដុតធម្មតាបានតែចំពោះពេលនេះទឹកទន្លេកំពុងជន់លិចលហឹមគ្រប់នៅដល់ភូមិស្ថានជំរើសតែមួយគត់ដែលពួកគាត់តែងតែធ្វើតាំងពីបរមបុរាណមកគឺត្រូវយកសពទៅចងទុកលើដើមឈើខ្ពស់សិនរងចាំដល់ទឹករីងស្ងួតទើបត្រឡប់ទៅយកមកធ្វើពិធីបែបធម្មតាវិញសំឡេងច្រាកបន្លឺបន្តគ្នាចេញពីអ្នកភូមិនិងមនុស្សមួយក្រុមកំពុងលីមឈូសធ្វើដំណើរកាត់ទឹកត្រឹមជង្គង់លើផ្លូវលំខាងក្នុងភូមិទឹកមុខម្នាក់សម្ដែងភាពក្រៀមក្រំជុំវិញខ្លួនឮតែស្នូរសត្វល្អិតយំឲ្យត្រហឹងនាតាមបណ្ដាកំពត់ព្រៃខ្ពស់ផុតទឹកដែលចាប់ផ្ដើមរលួយរឹសងាប់ទៅបណ្ដា
ទាំងពលឺចង្គៀងចន្លោះពិលចេះជួយបំភ្លឺនាំផ្លូវនៅខណៈវេលានាម៉ោង2រំលងអត្រាចំពោះផ្ទះអ្នកស្រុកនៅចំហៀងខាងគឺអ្នកខ្លះគេពន្លត់ភ្លើងដេកស្ងាត់ភូមិអស់ទៅហើយនៅសល់តែសាច់ញាតិនិងអ្នកជិតខាងដែលជិតស្និទ្ធគេនៅជួយដង្ហែដើរជូនដំណើរអ្នកស្លាប់ជាលើកចុងក្រោយម្នាក់ចេះតែបោះជំហានទៅយឺតនៅក្នុងទឹកដើរទៅមុខយ៉ាងប្រុងប្រយ័ត្នរំពេចនោះដែរស្រាប់តែដើរកាត់ដើមអំពិលចាស់ឆ្នាំធំមួយដើមនៅឯផ្លូវខាងស្ដាំដៃស្រាប់តែមានខ្យល់បក់មកមួយវឹបយ៉ាងខ្លាំងរីឯភ្លើងទាំងពិលទាំងចន្លោះក៏រលត់ភ្លឹបភ្លាមព្រមគ្នាសំបីតែចង្គៀងនៅតាមផ្ទះអ្នកស្រុកនៅឯក្រោយក៏រលត់អស់ដែរដោយឡែកឯសត្វឆ្កែវាក៏នាំគ្នាលូឡើងត្រហឹងបន្តគ្នាតាមផ្ទះគ្រប់គ្នារៀងភ្ញាក់ចលាចលបន្តិចតែក៏បានតាសួនចាប់ចន្លោះដុតបំភ្លឺវិញរួចបន្តដំណើរទៅមុខទៀតមាត់របស់គាត់ប្រាប់ថាមិនមានអីទេតែមើលទៅទឹកមុខវិញដូចជាបានដឹងអ្វីម្យ៉ាងខណៈគ្រប់គ្នាកំពុងដើរទៅគាត់ក៏និយាយខ្សឹបជាមួយចាស់គ្នារបស់គាត់ថាពួកវាមកហើយមួយស្របក្រោយអ្នកលីមឈូសទាំង4នាក់ក៏ចាប់ផ្ដើមមានអារម្មណ៍ធ្ងន់យ៉ាងចម្លែកមួយរំពេចមនុស្សខ្លួនតូចតែមួយសោះលីដល់តែ4នាក់មិនសមមានទម្ងន់ដល់ថ្នាក់នឹងទេវាធ្ងន់ស្ទើរតែបាក់ស្មាដូចជាមាននរណាផ្សេងទៀតកំពុងអង្គុយជិះហើយលោតតន្ត្រំលើមឈូសដូចនេះដែរតាសួនជាអ្នកដឹកនាំពិធីដែលមានបទពិសោធន៍ច្រើនចំពោះរឿងបែបនេះគាត់ក៏បានស្រែកប្រាប់អ្នកទាំង4ថាឲ្យទ្រាំកុំឲ្យអ្នកណាដាក់ចុះឬឈប់ជាដាច់ខាតទោះបីជាឃើញអីឬឮសំឡេងអីក៏ដោយគ្រប់គ្នាក៏ស្ដាប់តាមតាសួនចំពោះអ្នកភូមិដែលកំពុងដើរតាមមកពីក្រោយបាននិយាយខ្សឹបខ្សៀវប្រាប់គ្នាបណ្ដាថាខណៈពេលដែលកំពុងដង្ហែសពវាអាចនឹងមានពពួកអមនុស្សមកទុំមកតោងអង្គុយពីលើមឈូសនោះវាសប្បាយអស់ពេលដែលមានមនុស្សស្លាប់ក្រោយពេលមកដល់ផ្លូវកែងបត់ទៅស្ដាំពួកគេក៏មិនបានបត់ទេគឺនាំគ្នាដើរចុះទៅត្រង់ខាងមុខដែលមានប្រឡោះមួយហួសចូលទៅព្រៃល្បាក់ដីនៅខាងក្រោមវាជាផ្លូវតូចមួយដែលអាចដើរទៅដើរមកបានពេលទឹកស្រកតែចំពោះពេលទឹកលិចបែបនេះក៏រៀងពិបាកបន្តិចដោយសារតែវាស្ថិតនៅល្បាក់ខាងក្រោមរៀងជ្រៅបន្តិចជាងលើផ្លូវអ្នកខ្លះឈប់ឈរមើលត្រឹមផ្លូវខាងលើអ្នកខ្លះក៏ចុះទៅតាមពីក្រោយគេជួយលើកភ្លើងបំភ្លឺកាន់របស់របរផ្សេងដើរលួចទឹកត្រឹមចង្កេះទោះបីជាគេហាមមិនឲ្យដាក់សពចុះក៏ដោយក៏បរិសម្នាក់ឈ្មោះបងម៉ៅក្នុងចំណោមអ្នកលីសពទាំង4រូបនោះគាត់ក៏ហាក់ដូចជាកាន់តែអស់ដៃអស់ជើងស្ទើរតែទ្រាំលេខបានព្រោះវាធ្ងន់សម្បើមពេកមិនយូរប៉ុន្មានគាត់ក៏បានទន់ជើងដួលនៅក្នុងទឹកក្នុងមួយពព្រិចនោះក៏ស្រាប់តែសពដែលនៅខាងក្នុងមឈូសក៏បានផ្អៀងរមៀលធ្លាក់ចូលទៅក្នុងទឹកប្រងដំណើរគ្នាហើយក៏លិចទៅបាត់គ្មាននរណាចាប់ទាន់សំឡេងស្រែកភ្ញាក់ផ្អើលក៏បានលាន់ឮឡើងតាសួនបានឲ្យពួកគេប្រញាប់រាវរកយកមកវិញឲ្យបានឆាប់បំផុតមុននឹងមានរឿងមិនល្អវាកើតឡើងពួកគាត់ម្នាក់ទាំងអ្នកភូមិដែលមកជាមួយក៏បាននាំគ្នាស្រវារោគយ៉ាងញាប់ដៃញាប់ជើងហើយក៏លើកស្រង់ដាក់ដេកក្នុងមឈូសវិញរួចបន្តសែងធ្វើដំណើរទៅមុខទៀតលុះបន្តចូលមកដល់ក្នុងព្រៃតាសួនក៏សម្លឹងរកដើមឈើណាដែលខ្ពស់ល្មមអាចចងសាកសពទុកបានដោយសុវត្ថិភាពនៅលើមែកឈើខ្ពស់ខាងក្នុងព្រៃនោះមានសពចាស់ជាច្រើនដែលគេធ្លាប់យកមកព្យួរទុកកាលពីពេលទឹកជំនន់នៅឆ្នាំមុនខ្លះនៅសល់តែគ្រោងឆ្អឹងខ្លះនៅសល់តែកន្ទេលក្រណាត់ចាស់រីប៉ាយរនឹងរណោងពេញមែកឈើដោយសារតែអ្នកស្រុកខ្លះមានជីវភាពមិនសូវប្រសើរសាកសពបងប្អូនសាច់ញាតិដែលបានយកមកដាក់នៅទីនេះពួកគាត់មិនបានត្រឡប់មកយកទៅបូជាទេគឺទុកចោលរហូតដល់តែហើមរបេះសាច់ធ្លាក់ដល់ដីហើយស្រមោចអង្ក្រងវាក៏បានឡើងចុះស៊ីសល់តែគ្រោងឆ្អឹងសាច់ហើមរលួយមួយចំនួនក៏បានធ្លាក់ចូលទៅក្នុងទឹកទាំងដុំ
រីឯនៅគល់ដើមសុទ្ធតែសត្វអន្ទង់ធំធំដុះត្រចៀកំពុងប្រជិកកុំត្រោងដណ្ដើមគ្នាស៊ីសាច់ខ្មោចបរោះមៀតធំធំ 4-5 នាក់រួមទាំងបងម៉ៅផងបាននាំគ្នាឡើងទៅលើដើមរកមើលមេឃណាដែលរឹងមាំល្មមនិងជួយគ្នាយកខ្សែសម្រោតទាញយកម្ជុះឡើងទៅខាងលើយ៉ាងប្រយ័ត្នប្រយែងរីឯអ្នកនៅខាងក្រោមក៏បានជួយគ្នាលើកផងរុញផងស្រោះដៃស្រោះជើងគ្នាម្នាក់បាច់ញើសឡើងសស្រាក់អស់មួយសន្ទុះធំដែរទើបអាចចងសពនាងតីរួមទាំងមឈូសដាក់គងជាប់នៅលើមេឈើនោះបានជាកិច្ចចុងក្រោយតាស៊ូនក៏ឡើងទៅពាត់អំបោះសចំនួន 7-8 ជុំនៅខាងលើនោះអ្នកភូមិខ្លះក៏ឆ្ងល់ដែរថាគេពាត់ដើម្បីអ្វីមើលទៅដូចជាចងឃុំឃាំងប្រលឹងបែបនេះតើអ្នកស្លាប់មិននឹងអាចទៅចាប់កំណើតថ្មីបានទៅប៉ុន្តែអ៊ំដែលនៅខាងក្រោមក៏បាននិយាយតិចប្រាប់ថាសីមានេះគឺគេពាត់ដើម្បីការពារសាកសពនោះហើយគឺដើម្បីកុំឲ្យខ្មោចព្រៃខ្មោចអនាថាវិចូលសន្ធិដ្ឋនៅឬក៏ស៊ីរូបរាងកាយស្អុយរលួយនៃសពនោះក្រោយរួចរាល់ស្រេចបាច់ហើយតាស៊ូនក៏ប្រាប់គ្រប់គ្នាឲ្យដើរត្រឡប់ទៅផ្ទះវិញរួចក៏បន្ថែមថាកុំឲ្យអ្នកណាងាកមើលក្រោយឲ្យសោះដើរទៅតែមុខទៅពន្លឺភ្លើងចន្លោះភ្លើងពិលអ៊ីវនៅតែចាំងនាំផ្លូវដែលត្រូវទឹកជន់លិចវាទៅខាងណាក៏ឃើញតែលហាច់លហឹមគ្មានដីគោកអីមួយអំពូក្នុងរយៈពេល3ថ្ងៃដំបូងស្ថានភាពនៅក្នុងភូមិដូចជាពុំទាន់មានរឿងអ្វីចម្លែកទេអ្នកភូមិបន្តប្រើប្រាស់ជីវិតជាធម្មតាអ្នកនេសាទក៏ចេញទៅនេសាទរីឯអ្នកប្រកបរបរផ្សេងដូចជារត់រមាក់រត់ម៉ូតូឌុបគឺត្រូវយកយានជំនិះឡើងទៅផ្ញើគេនៅឯដីគោកសិនហើយពួកគាត់ក៏មកសម្រាកនៅផ្ទះដោយដាក់មងរាយសន្ទូចក្បែរនោះហូបចិញ្ចឹមកាពះបណ្ដោះអាសន្នមួយរយៈបងវាយមក7ថ្ងៃក្រោយបន្ទាប់ពីនាងតីស្លាប់សំឡេងចៅទូយឺតច្រាវបន្លឺមកពីក្នុងភូមិតាមបណ្ដោយផ្លូវទឹកដែលហូរកាត់មុខផ្ទះឈើសង្កសីចាស់ព្រះសង្ឃមួយអង្គគង់អោបបាតដណ្ដប់ស្បង់ជីវរយ៉ាងស្ងៀមស្ងាត់នៅលើទូជាមួយក្មេងវត្តតូចម្នាក់ដែលកំពុងអង្គុយកាន់ច្រវាជោគកោះកាយទឹកបណ្ដាអោនមុខបណ្ដាសក់ក្បាលឡើងបាក់ជ្រោងដូចជាមិនទាន់អស់ងងុយអាម៉នណាកុំចែវលឿនពេកឯងស្រែកសួរគេមើលកណាលោកបងចាំទៅមុខបន្តិចទៀតសិននៅម្ដុំនេះដូចអត់មាននរណានៅទេនិយាយហើយអាម៉ុនក៏ចែវទូកទៅមុខបន្តិចទៀតនៅសងខាងផ្លូវផ្ទះជាច្រើនបិទទ្វារជិតគ្មានមនុស្សនៅដូចជីវិតថាពិតមែនស្ងាត់ទន្ទ្រីងឮតែស្នូរទឹកហូររឹមអណ្ដែតរបស់របរសម្រាមតូចចូលទៅក្រោមផ្ទះយាយតនចង្ហាន់លោកទេយាយមិញអើយតនចង្ហាន់លោកទេដោយសារតែអ្នកភូមិគេចេញទៅនេសាទប្រកបការងារផ្សេងអស់បាត់ទៅហើយតាំងពីព្រឹកព្រហៀមក្នុងភូមិពុំសូវមានមនុស្សនៅទេមានតែចាស់ជរាដែលធ្វើអីមិនកើតកំពុងតែដេកសម្រាកនៅខាងលើផ្ទះអាម៉ុនក៏ចេះតែអុំទូបណ្ដែតយឺតរហូតរសាត់មកដល់មុខផ្ទះឈើមួយខ្នងដែលមានសភាពទ្រុឌទ្រោមសង់ខ្ពស់ផុតទឹកមិនខុសពីផ្ទះដទៃបិទទ្វារជិតឈឹងឮតែស្នូរកម្មចិន្តាឈើញែកងត់លិចអស់ពាក់កណ្ដាលចូលទៅក្នុងទឹកដែលកំពុងហូរតិចដំណើរគ្នាព្រះសង្ឃអង្គនោះដែលគង់នៅលើទូបានលើកដៃប្រាប់ឲ្យចូលចតទៅក្បែរចិន្តាខាងមុខផ្ទះអាម៉ុនក្មេងវត្តព្យាយាមងាកទៅមើលតាមដែលព្រះសង្ឃប្រាប់ប៉ុន្តែវាក៏មិនដឹងថាលោកឲ្យចូលទៅធ្វើអីទេលោកបងចូលទៅធ្វើអីទៅលោកបងផ្ទះនឹងដូចជាគ្មាននរណានៅទេព្រះសង្ឃនៅតែសម្លឹងមើលទៅយ៉ាងស្ងៀមស្ងាត់លុះទុកចូលមកដល់គីលោកក៏បង្ហើបគម្របបាតធ្វើកាយវិការដូចជាកំពុងទទួលចង្ហាន់ដូចនេះដែរអាម៉ុនមិនបានមកអ្វីទេតែវាបាក់ភ្នែកធំសម្លឹងមើលទៅលោកបងហើយក៏ឆ្ងល់ថាលោកកំពុងតែធ្វើអីហ្នឹង
ហើយណាមួយផ្ទះនេះក៏ជាផ្ទះដែលគេទើបតែស្លាប់ថ្មីផងអាមន់ក៏ចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលខណៈដែលលោកបងកំពុងសូត្រឲ្យពោតែត្រង់នោះវាគ្មាននរណានៅម្នាក់សោះលុះចប់រួចរាល់ហើយលោកបងក៏ឲ្យវាអុំទៅមុខទៀតមិនបានមកអីទេប៉ុន្តែពេលដែលបកត្រឡប់មកវិញកាត់មុខផ្ទះដដែលនោះអាមន់វាក៏សួរទៅលោកបងថាតើមុននឹងលោកបងធ្វើអីគេនៅផ្ទះនោះគ្មានអីទេអុំតែទូកមើលតែមុខទៅទូកក៏អណ្ដែតសន្សឹមកាត់ចរន្តទឹកយឺតតាមបណ្ដាផ្ទះដប់ព្រៃតូចនៅខាងក្នុងភូមិអាមន់នៅតែមានអារម្មណ៍ឆ្ងល់ក្នុងចិត្តនឹងទង្វើរបស់លោកបងមុននេះប៉ុន្តែវាមិនហ៊ានសួរនាំច្រើនទេពេលទូកអណ្ដែតឆ្ងាយល្មមចាក់ចេញពីផ្ទះនោះអាមន់ក៏ងាកមើលទៅក្រោយដោយមិនបានតាំងចិត្តស្រាប់តែរំពេចនោះនៅលើមាត់ចន្ទាឈើចាស់ខាងក្រោយនឹងវាឃើញមនុស្សស្រីម្នាក់ខ្លួនសើមឡើងចុះស្លៀកពាក់ឡើងកន្ត្រេកកន្ត្រាសក់ក្បាលវែងគ្រប់ដល់ចុងជើងអង្គុយចោងហោងកាន់កន្ទោបាយលើកឡើងដោយដៃទាំងពីរហើយងាកមុខមកញញឹមស្ញែងដាក់វាពីចម្ងាយតែស្នាមញញឹមនោះធ្វើឲ្យវាព្រឺរោមខ្ញាក់បាស់ជ្រងបន្ទាប់មកនាងក៏ស្រាប់តែលោតចូលទឹកប្រោងនៅខាងមុខផ្ទះនោះរួចក៏ស្ងាត់បាត់ឈឹងតែម្ដងវាចាប់ផ្ដើមចែវទូកកាន់តែលឿនតាមដែលអាចធ្វើបានខ្លួនវាឡើងញ័របែកញើសស្រាក់តាមជើងសោះព្រះសង្ឃដែលគង់នៅខាងមុខនោះហាក់ដូចជាបានទទួលដឹងលោកក៏មិនបានងាកក្រោយទេគ្រាន់តែមានសង្ឃដីកាប្រាប់វាថាប្រាប់ហើយថាឲ្យចែវទៅទូកមើលតែមុខទៅកុំងាកផ្ដេសផ្ដាគេមកធ្វើបុណ្យទេអាមន់ឮហើយក៏កាន់តែច្បាស់ថែមទៀតថាអ្វីដែលវាបានឃើញនោះគឺប្រកាសជាមិនមែនមនុស្សរស់ទេរាប់ចាប់តាំងពីពេលនោះមកនៅក្នុងភូមិគឺលែងដូចមុនទៀតហើយតាមផ្ទះនីមួយឃើញតែមនុស្សជុំជួបជំនុំជជែកគ្នារឿងខ្មោចនឹងតីទាំងអ្នកបងត្រីអូសអួនរីម៉ងគេតែនិយាយថាខ្មោចនឹងតីនោះកាចណាស់លោកមិនរើសមុខទេឲ្យតែចូលដល់ក្បាលប្រលប់ធ្លាក់ខ្យល់រស៊ីមេឃចាប់ផ្ដើមអាប់ពន្លឺងងឹតអ្នកណាក៏ដោយឲ្យតែអុំទូកកាត់ព្រៃតម្កល់សពនៅឯខាងជើងនោះគឺដឹងតែបានជួបរូបរាងមនុស្សស្រីពន្លិចខ្លួនត្រឹមកហែលទឹកលេងនៅម្ដុំព្រៃងងឹតខាងក្នុងនោះត្រង់កន្លែងដែលគេយកសពទៅព្យួរនោះហើយអ្នកខ្លះទៀតពេលឆ្លងកាត់ក៏ឮសំឡេងហៅឈ្មោះខ្លួនឯងសួរនាំដូចជាអ្នកភូមិយើងរាក់ទាក់គ្នាធម្មតាតែពួកគេច្បាស់ណាស់ថាគ្មាននរណាទៅនៅត្រង់នោះទេវាជាកន្លែងសម្រាប់ដាក់ខ្មោចតែប៉ុណ្ណោះពុំខុសពីការរៀបរាប់គឺយប់មិនទាន់ភូមិទាំងមូលក៏ប្រែជាស្ងាត់ឈឹងបិទទ្វារគ្រប់ផ្ទះនំកូននំចៅសងំដេកមិនហ៊ានទាំងអើតមើលតាមមកអួចមើលឆ្វេងមើលស្ដាំផ្ដេសផ្ដាស់ទេព្រោះក្រែងលោតែអាចមើលឃើញអ្វីដែលមិនចង់ឃើញមានតែចាស់មួយចំនួនតូចប៉ុណ្ណោះដែលនៅតែចេញទៅនេសាទពេលយប់តាមទម្លាប់ក្រនចិញ្ចឹមក្រពះចំពោះអ្នកអាជីពតែម្ដងគឺគេប្រើទូកធំចេញទៅឆ្ងាយកន្លះខែឬមួយខែទើបត្រឡប់មកផ្ទះម្ដងបន្តឈានដល់យប់កាន់តែជ្រៅសភាពនៅក្នុងភូមិបានប្រែក្លាយជាស្ងាត់ជ្រងំទាំងស្រុងឮតែសំឡេងខ្យល់បក់កកិតស្លឹកឈើនិងរលកទន្លេបក់ប៉ះព្រៃលិចទឹកទោះបីជាអ្នកភូមិផ្សេងទៀតភ័យខ្លាចបាត់មុខបាត់មាត់មិនហ៊ានចេញទៅណាមកណាពេលយប់តែពូពៅនៅតែបន្តកិច្ចការប្រចាំថ្ងៃរបស់គាត់ជាធម្មតាគាត់កំពុងតែចែវទូកយឺតដោយមានពន្លឺពិលចាំងនាំផ្លូវពាក់នៅពីលើក្បាលទូកឈើតូចប្រាច្រវាកំពុងរសាត់លយខ្លួនបណ្ដែតសន្សឹមទៅកាន់ទន្លេកាត់តាមព្រៃគឺព្រៃដែលគេយកសពទៅព្យួរនោះហើយនៅម៉ោងប្រហែលជា11ជាងពេលទូករបស់គាត់បន្តទៅមុខជិតផុតព្រៃនោះទៅហើយក៏ស្រាប់តែបានឮសំឡេងប្លែកមួយដែលមិនគួរមាននៅទីនោះបានបន្លឺឡើងវាហាក់ដូចជាស្នូមនុស្សស្រមុកខុលលាន់ចេញពីតាមមែកឈើ
គុំឫស្សីព្រៃងងឹតឈឹងនៅខាងក្នុងវាច្បាស់មិនដូចជាសំឡេងសត្វយំឬខ្យល់បក់ឲ្យស្ដាប់ច្រឡំនោះទេឮតែគ្រូធ្ងន់បន្តគ្នាមិនដាច់សូរពូពៅក៏ប្លែកក្នុងចិត្តដែរដោយសារតែគាត់ជាមនុស្សចាស់ធ្លាប់បានឆ្លងកាត់រឿងប្លែកជាច្រើនរួចមកហើយគាត់ក៏បានលើកពិលដែលពាក់នៅលើក្បាលនោះបញ្ចាំងចូលទៅក្នុងព្រៃភ្លាមខណៈដែលទូកកំពុងអណ្ដែតទៅមុខដំណើរគ្នាពន្លឺពិលវាចូលទៅតាមប្រឡោះកំពត់ព្រៃដែលលិចទឹកពីខាងក្រៅធ្លុះចូលទៅដល់ដើមឈើធំដែលលូតផុតទឹកនៅខាងក្នុងគាត់ឆ្លោះមើលសាកសពចាស់ថ្មីដែលចងរនឹងរណៅនៅម្ដុំនោះលុះទូករំកិលទៅមុខបន្តិចទៀតក៏ស្រាប់តែបានឃើញសុទ្ធតែមនុស្សជាច្រើននាក់ស្លៀកពាក់ស្អាតបាតលេចរូបរាងឡើងសក្បោសកំពុងតែដេកពពាក់ពពូនពេញមែកឈើពូពៅបានងាកមកត្រឡប់មកវិញភ្លាមដោយមិនបង្ហាញអារម្មណ៍ភ័យខ្លាចអ្វីបន្តិចឡើយនៅក្នុងចិត្តរបស់គាត់បានគិតទុកមុនរួចហើយថាច្បាស់ជាខ្មោចកំពុងតែលោលេងជាមួយគាត់ហើយពូពៅគ្រាន់តែដកដង្ហើមធំរួចបន្តអុំទូកទៅមកយឺតធ្វើដូចជាមិនបានឃើញរហូតទៅដល់ទីតាំងដែលគាត់បានរៀងមងចោលកាលពីរសៀលគាត់ក៏ចាប់ផ្ដើមទាញមងឡើងយឺតដោយរំពឹងថានឹងបានត្រីខ្លះយកទៅលក់បណ្ដោះតលចិញ្ចឹមក្រពះតែអ្វីដែលគាត់ឃើញបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងមងក្រឡាត្រីសតូចដែលគាត់បានដាក់វាបែរជាទៅចប់ត្រីរស់ត្រីអណ្ដែងធំឯនោះទៅវិញពូពៅលន់មាត់ម្នាក់ឯងហើយក៏ត្រេកអរណាស់គាត់ដាក់ច្រវាបណ្ដាទុកទៅបណ្ដាដោះបណ្ដាយ៉ាងញាប់ដៃញាប់ជើងមួយក្បាលជិតប៉ុនកំភួនដៃកន្ត្រងបំមុខធុងមើលទៅទំនងដូចជាច្រើនពេកគាត់ក៏ប្រុងសាមងលើកយកទៅដោះនៅឯផ្ទះវិញតែរពេចនោះភ្នែករបស់គាត់ក៏ក្រឡេកទៅឃើញពន្លឺភ្លឹបភ្លែតនៅចុងឈើមួយដើមពីចម្ងាយនៅខាងស្រាំដៃរបស់គាត់គឺសុទ្ធតែដើមឈើខ្ពស់លូតផុតពីទឹកនិងកំពត់ព្រៃឡើងស្ដុកគាត់ខំប្រឹងសម្លឹងមើលនិងវាពិលទៅជាមួយគ្នាតែពិលរបស់គាត់វាចាស់ហើយពន្លឺក៏អ៊ីវមើលមិនបានឆ្ងាយទេពូពៅក៏ឈប់បន្តិចក្នុងចិត្តក៏ឆ្ងល់ថាភ្លើងអីទៅនៅលើចុងឈើហ្នឹងខណៈដែលគាត់កំពុងសម្លឹងនោះហើយក៏ស្រាប់តែឃើញអ្វីមួយរាង4ជ្រុងខ្មៅដូចជាមឈូសសពរមៀលទឹកឡើងត្រឡប់ត្រលិនចុះពីលើដើមឈើនោះរួចធ្លាក់ចូលទៅក្នុងទឹកប្រោពូពៅភ្ញាក់ព្រឺរួចវាក៏ផុសឡើងមកវិញផែលចំពីមុខទូករបស់គាត់តែម្ដងវាគឺជាមឈូសពិតមែនហើយថែមទាំងមានទៀនមួយដើមឈរនៅលើគម្របនោះមិនរលត់សោះពូពៅប្រកាច់ប្រកិនខ្ចាយទឹកម្នាក់ឯងប្រឹងចៅរត់ស្ទើរតែបាក់ចង្កេះហើយមឈូសនោះវាចេះតែអណ្ដែតប៉ោលរត់សាត់តាមពីក្រោយគាត់រហូតដល់តែផុតព្រៃនោះទៅវាលេចទៅបាត់ដោយឯងខណៈមកដល់មុខផ្ទះភ្លាមចុះទូកមិនតាន់ផងគាត់ក៏លោតចុះរួចរត់ឡើងជណ្ដើរលន់ស្នូក្ដុងក្ដាំងភ្ញាក់ទាំងប្រពន្ធកូនភ្ញាក់ទាំងអ្នកចិត្តនោះមួយចំនួនតែគេគ្រាន់តែចេញមកតាមបង្អួចមួយផ្លេតរួចក៏ចូលទៅខាងក្នុងផ្ទះវិញពូពៅមុខឡើងស្លេកញ៉ាំងដូចក្រដាស់ខ្លួនញាស់ទៅត្រើតក្លុំភួយចិត្តប្រពន្ធគាត់សួរនាំក៏មិននិយាយតែប្រពន្ធរបស់គាត់ហាក់ដូចជាស្មានដឹងហើយថាគាត់ត្រូវខ្មោចលងព្រោះតែអ្នកភូមិផ្ទះនៅឯត្បូងគេក៏បានជួបដូចគ្នាកាលពីថ្ងៃមុនប្រពន្ធរបស់ពូពៅយកពិលចុះទៅមុខផ្ទះទាញទុកយកមកចងខ្លាច់វារសាត់ទៅតាមទឹកបាតខណៈពេលដែលគាត់ដាក់ភ្នែកទៅក្នុងធុងត្រីនៅលើទូកនោះគឺគ្មានបានឃើញត្រីអីមួយក្បាលទេឃើញសុទ្ធតែដើមស្នោងប់ងាប់និងកណ្ដាចក្រណាត់កន្ទេលចាស់ដែលគេរំសពយកទៅព្យួរលើដើមឈើនៅក្នុងយប់ដដែលរំលងដល់វេលាម៉ោងប្រហែលជា 3-4 ទៀបភ្លឺវាជាពេលមួយដែលអ្នកស្រុកកំពុងពេញលងលក់នៅក្នុងដំណេកសូម្បីតែសត្វចិញ្ចឹមមួយចំនួនដែលទុំលើដំបូលរៀនចំភៀងផ្ទះក៏ដូចគ្នាដែរមើលពីចម្ងាយឃើញតែដំបូលផ្ទះព្រាលអមដោយសំឡេងសត្វល្អិតយំជ្រិចមិនចេះដាច់
ពូពៅក៏កំពុងដេកលក់ដូចគ្នាតែខណៈនោះស្រាប់តែនៅឯទន្លេឮសំឡេងទូកម៉ាស៊ីន2គ្រឿងបោកកាត់ទៅវិញជាប់គ្នាសម្ដៅទៅខាងត្បូងភូមិធ្វើឲ្យពូពៅភ្ញាក់ស្រែកបះដៃបះជើងម្ដងទៀតក៏ដូចជារៀងបាក់ស្បាតភាពក្លាហានមិនចេះខ្លាចខ្មោចពីមុនមិនទាន់ត្រឡប់ចូលខ្លួនវិញទេប្រពន្ធរបស់គាត់មើលទៅដូចជាមិនសូវស្រួលក៏រៀងរុកធុកមកអុចនៅហឹងកណ្ដាលផ្ទះគិតថាថ្ងៃស្អែកសឹមទៅវត្តទៅរករបស់ស័ក្តិសិទ្ធិមកឲ្យគាត់ដាក់ជាប់ខ្លួនព្រោះគាត់ឧស្សាហ៍ចេញទៅណាមកណាពេលយប់ផងក្រែងលោខ្មោចព្រីបិសាចវាមកក្បែរលឹបលោលងបន្លាចដោយប្រការណាមួយលុះព្រឹកឡើងព្រះអាទិត្យចាំងជះពីក្រោយផ្ទះបណ្ដេញភាពងងឹតទាំងពួងអស់ពីភូមិស្ថានប្រពន្ធពូពៅក៏ប្រញាប់រៀបចំនាំប្តីគាត់ទៅរកព្រះសង្ឃនៅឯវត្តខណៈនេះពូពៅបានធ្លាក់ខ្លួនគ្រុនរងាបាត់ទៅហើយបន្តមកដល់វត្តគាត់ក៏នាំដាក្រលំភួយតិចកាត់វងមនុស្សដែលកំពុងអង្គុយត្រៀបត្រាខាងលើសាលាបាលីទំនងជាគេគ្រប់គ្នាក៏មករកលោកឪដូចគ្នាទឹកបានលេចចូលមកដល់ក្នុងបរិវេណវត្តដែរប៉ុន្តែមិនសូវជាជ្រៅខ្លាំងដូចនៅក្នុងភូមិទេដោយសារតែសន្តានដីរៀងទួលខ្ពស់ផុតគេឯងកម្ពស់ទឹកប្រហែលជាត្រឹមជង្គង់មនុស្សធំប៉ុណ្ណោះអ្នកភូមិជាច្រើនអ្នកកំពុងតែអង្គុយរងចាំជួបលោកឪម្នាក់បាននាំគ្នារៀបរាប់រឿងរ៉ាវប្លែកដែលខ្លួនបានជួបប្រទះអំពីការលងបន្លាចរបស់ខ្មោចនាងតីនៅក្នុងចំណោមអ្នកភូមិទាំងនោះក៏មានយុវជនប្លែកមុខមួយក្រុមដែលស្លៀកពាក់ស្អាតបាតខុសពីអ្នកភូមិផ្សេងទៀតពួកគេអង្គុយផ្ដុំគ្នានៅជ្រុងនៃសាលាម្នាក់សក់ឡើងបះជ្រងលុះលោកឪឡើងមកដល់ពួកគេក៏ខិតរំកិលចូលរួចរៀបរាប់ប្រាប់ថាពួកគេបានមកផ្ដល់ជំនួយអំណោយដល់បងប្អូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ហើយក៏បានទទួលដំណឹងមកថានៅតំបន់នេះគឺមានភូមិចំនួន3ដែលរងផលប៉ះពាល់ហើយភូមិមួយនេះគឺស្ថិតនៅចំកណ្ដាលគេដំបូងឡើយពួកគេជិះទូកដឹកស្បៀងមកពីខាងជើងហើយក៏បានឆ្លងកាត់ភូមិមួយរហូតមកដល់ទីនេះម៉ោងប្រហែលជា9 យប់ទៅហើយពួកគេក៏បានឃើញភ្លើងចង្កៀងចន្លោះភ្លឹបភ្លែតពេញតែភូមិទំនងជាមនុស្សមិនទាន់ចូលសម្រាក៏សម្រេចចិត្តនាំគ្នាបោះទូកចូលទៅដើម្បីចែកអំណោយហើយប្រុងថានឹងសុំដេកមួយយប់តែម្ដងព្រឹកសឹមបន្តដំណើរទៅមុខទីប៉ុន្តែអ្វីដែលពួកគេផ្លែកចិត្តនោះគឺអ្នកភូមិមិនសូវរាក់ទាក់សោះទឹកមុខពួកគាត់រៀបស្មើមិនសូវព្រិចភ្នែកថ្មឹងកាយវិការក៏យឺតហើយភាគច្រើនសុទ្ធតែជាមនុស្សចំណាស់កំឡោះក្រមុំមានតែប៉ុន្មានអ្នកប៉ុណ្ណោះចំពោះចាស់ម៉ោង9 ជាងទៅហើយគួរណាតែសម្រានអស់ហើយថ្មនឹងតែពួកគាត់បែរជានៅឈរជ្រងច្រាំងតាមផ្លូវតាមរៀនមុខផ្ទះខ្លះអង្គុយតាមកាំចិន្តានិងត្រាំខ្លួនត្រឹមដើមទ្រូងនៅក្នុងទឹកពួកគេក៏ឆ្ងល់ណាស់ដែរតែក៏នៅតែខំប្រឹងធ្វើការសួរសុខទុក្ខនិងហុចអំណោយទៅឲ្យពួកគាត់អំណោយដែលពួកគេបានយកមកនោះគឺមានដូចជាមីកញ្ចប់ទឹកស៊ីអ៊ីវពងមាន់ពងទាជាដើមខណៈពេលដែលហុចទៅពួកគាត់ក៏មិនបាននិយាយអរគុណអ្វីមួយម៉ាត់សោះទឹកមុខថ្មឹងមិនស្ដីអីមួយម៉ាត់គ្រាន់តែឈោងទទួលយករួចដាក់ចូលទៅក្នុងផ្ទះលុះចែកជូនស្ទើរតែគ្រប់ផ្ទះហើយពួកគេក៏ទៅដល់ផ្ទះមួយខ្នងដែលមើលទៅថ្មីជាងគេប្លែកពីផ្ទះផ្សេងនៅក្នុងភូមិទោះបីជាផ្ទះឈើប្រក់សង្កសីដូចគ្នាក៏ដោយខណៈដែលទូករសាត់ជិតដល់ផ្ទះនោះក្មេងស្រីវ័យក្រមុំម្នាក់ក៏បានចេញមកទទួលអំណោយដោយគេឯងនាងរាក់ទាក់រស់រាយល្អណាស់ហើយក៏បានអញ្ជើញពួកគេឲ្យស្នាក់នៅផ្ទះនាងមួយយប់ព្រោះមេឃងងឹតណាស់ហើយព្រឹកសឹមបន្តដំណើរទៅភូមិមួយទៀតពួកគេក៏នាំគ្នាចតទូកនិងចងភ្ជាប់ជាមួយជើងសសរផ្ទះរួចយកសម្ពុតភ្លៀងគ្រប់ស្បៀងដែលនៅសល់ហើយក៏នាំគ្នារៀបចំកន្លែងដេកនៅលើកន្ទេលកក់កណ្ដាលផ្ទះចំណែកនារីដែលជាម្ចាស់ផ្ទះនោះគឺដេកនៅក្នុងបន្ទប់របស់នាងក្រោយពីអស់កម្លាំងផងអីផងធ្វើដំណើរមកពីឆ្ងាយពេញមួយថ្ងៃទៅហើយ
តម្រេតខ្លួនបានតែមួយផ្លេតម្នាក់ក៏ទន់ភ្នែកដេកលងលក់អស់ទៅលុះរំលងទៅមិនដឹងថាប៉ុន្មានម៉ោងទេស្រាប់តែម្នាក់ក្នុងចំណោមពួកគេមានអារម្មណ៍ថាស្អុយអ្វីម្យ៉ាងភ័យឡើងមកចិត្តច្រមុះហើយរមាស់ដូចជាមានស្រមោចអង្ក្រងខំពេញខ្លួនក្នុងខណៈនោះហើយពេលដែលគេបើកភ្នែកឡើងស្រាប់តែឃើញខ្លួនឯងរួមតែគ្នាឯទៀតដេកពពាក់ពពូននៅលើមេឃឈើទៅវិញហើយនៅគៀកខ្លួនក្បែរខ្លួនសុទ្ធតែជាក្តាមឈូសនិងសពរំបាករំកតេលចាស់ថ្មីចងព្យួររនឹងរណោពេញតែព្រៃងងឹតឈឹងពួកគេភ្ញាក់ដឹងខ្លួនជាបន្តគ្នាផ្អើលស្រែកដូចគោហើយក៏លោតចុះទឹករួចឡើងទូកបញ្ចេះម៉ាស៊ីនបកគេចេញពីទីនោះភ្លាមព្រោះវាជាទីព្រៃតម្កល់សពមិនមែនជាភូមិដោយដែលពួកគេបានឃើញកាលពីប្រលប់នោះទេគណៈក្រុមយុវជនកំពុងតែរៀបរាប់ដោយភាពភ័យខ្លាចស្រាប់តែទ្វារសាលាវត្តក៏បានរបើកឡើងយឺតម្ដាយរបស់នាងតីក៏បានដើរចូលមកខាងក្នុងទឹកមុខពោពេញដោយកង្វល់គាត់បានអោបរុកថោតកូនស្រីជាប់នឹងទ្រូងហើយដើរសម្ដែងទៅរកលោកឪអ្នកភូមិដែលអង្គុយក្នុងសាលាក៏បានគេចចេញរំកិលចេញពីផ្លូវឲ្យគាត់ដើរទៅដោយឡែកឯក្រុមយុវជនមុននេះគ្រាន់តែក្រឡេកឃើញរុកថោតនោះភ្លាមក៏ចំណាំបានភ្លាមថាគឺជាស្រីម្នាក់ដែលបានហៅពួកគេដេកនៅលើផ្ទះកាលពីយប់នោះនៅឯព្រៃតម្កល់សពនោះហើយម្ដាយនាងតីបានលុតជង្គង់ចុះនៅមុខលោកឪរួចនិយាយថាកូនរបស់គាត់នៅតែមកបង្ហាញខ្លួនក្នុងផ្ទះឲ្យគាត់បានឃើញជារៀងរាល់យប់គាត់មានអារម្មណ៍ថានាងហាក់ដូចជាត្រូវការអ្វីម្យ៉ាងមិនព្រមទៅចាប់ជាតិចាប់កំណើតសោះលោកឪដកដង្ហើមធំចេញក្រៅរួចមានសង្ឃដីកាថាញាតិញោមកំភៃអីនាងគ្រាន់តែលោលេងគ្មានបំណងបន្លាចអ្នកស្រុកភូមិគ្នាឯងទេក៏ដោយសារតែនៅអាឡោះអាឡៃភូមិស្រុកកន្លែងដែលធ្លាប់រស់នៅហើយក៏ស្រេកឃ្លានបុណ្យកុសលផងព្រោះមិនសូវមានអ្នកឧទ្ទិសបញ្ជូនទៅអ្នកភូមិគ្រប់គ្នាស្ដាប់ហើយក៏មើលមុខគ្នាទៅវិញទៅមកដោយដែលលោកឪមានសង្ឃដីកាមិនខុសទេក៏ដោយសារតែអ្នកស្រុករវល់នឹងកិច្ចការចិញ្ចឹមជីវិតរៀងខ្លួនភាគតិចប៉ុណ្ណោះដែលឃើញទៅធ្វើបុណ្យនៅឯវត្តយូរម្ដងបន្តមកដល់ពូពៅដូចជាត្រូវធ្ងន់ជាងគេដល់ថ្នាក់គ្រុនរងាផងលោកឪក៏បានចងអំបោះដៃឲ្យម្នាក់មួយខ្សែចំពោះអ្នកដែលត្រូវបានខ្មោចលងរួមទាំងយុវជនមួយក្រុមនោះផងដែរតែចំពោះគ្នារបស់គេម្នាក់ក្នុងចំណោមដែលជាមេក្រុមដឹកនាំដំណើរនោះលោកឪក៏បានមានសង្ឃដីកាប្រាប់ថាឫស្សីរបស់គេនោះទាបខ្លាំងណាស់ហើយទៅណាមកណាឲ្យប្រយ័ត្នប្រយែងផងរួចលោកឪក៏បានឲ្យខ្សែកព្រះមួយខ្សែទៅកាន់គាត់ដើម្បីគ្រាន់ការពីខ្លួនពេលធ្វើដំណើរទៅភូមិបន្តក្រោយគ្រប់គ្នាចេញពីវត្តវិញក្រុមយុវជនទាំងនោះក៏បានចែកស្បៀងអំណោយដល់អ្នកភូមិដែលបានខ្វះខាតរួចក៏នាំគ្នាបោះទូកចេញដំណើរទៅមុខទីចំណែកអ្នកភូមិប្រជុំរៃអង្គាសគ្នាធ្វើបុណ្យទានបញ្ជូនទៅឲ្យនាងតីឲ្យនាងបានស្ងប់សុខកុំឲ្យចេញមកលឹបលោគេឯងទៀតស្ថានភាពហាក់ដូចជាបានស្ងប់ស្ងាត់មួយរយៈលុះប៉ុន្មានខែក្រោយមកទឹកក៏ចាប់ផ្ដើមស្រកទៅវិញក្រុមគ្រួសាររបស់នាងតីរួមជាមួយអ្នកភូមិចាស់ទុំជំនួយពីព្រះសង្ឃបាននាំគ្នាទៅយកសពនាងតីមកបូជាតាមប្រពៃណីដោយកន្លងមកជាច្រើនខែសភាពសពក៏នៅសល់តែគ្រោងឆ្អឹងស្ងួតជាប់សាច់រលួយបន្តិចបន្តួចត្រង់ត្រគានិងឆ្អឹងជំនីខាងក្រោយរុំក្នុងកន្ទេលនៅឯក្នុងមឈូសពេលគម្របមឈូសត្រូវគេកោះរបាក់ឡើងមានក្លិនឆ្អាបស្អុយតិចភាយចេញមកហើយសរសៃសក់ក៏ជ្រុះពីលលាទាំងដុំពិធីបូជាបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមប្រពៃណីអ្នកស្រុកនៅកន្លែងនោះក្រោយពីបានចប់សពគ្រប់ហើយក្នុងភូមិស្ថានក៏ចាប់ផ្ដើមវិលត្រឡប់ទៅរកសភាពដើមវិញប៉ុន្តែទោះជាយ៉ាងនេះក្តីក៏នៅតែមានអ្នកបានជួបជាពិសេសអ៊ំដែលប្រកបរបររត់ឌុបនៅឯប្រជុំជនដីគោកឯណោះកាលដែលគាត់ត្រឡប់មកផ្ទះវិញពេលយប់ព្រលប់ក៏តែងតែបានឮសំឡេងមនុស្សនៅផ្លូវកែងកាក់ម៉ូតូគេឯងឲ្យជូនទៅនេះទៅនោះ
ប្រហែលជានាងមិនទាន់ទៅចាប់កំណត់ឯណាដោយដែលអ្នកភូមិនៅទីនោះគេគិតទេសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយជាចុងក្រោយក៏សូមជូនពរសុខភាពល្អសំណាងល្អជួបគ្នាជាថ្មីនៅរឿងបន្តអធិប្បាយពីខ្ញុំសំនីក្មេងវត្តសូមអរគុណនិងសូមជម្រាបលា